សមរភូមិនៅតំបន់ប្រាសាទតាក្របីភ្នំ350ត្រូវបានអ្នកសារព័ត៌មានថៃហៅថាជាតំបន់សមរភូមិនរកដោយសារតែយោធាសៀមស្លាប់នៅនឹងច្រើនហើយប៉ុន្តែនៅតែមិនអាចដណ្ដើមយកពីខាងកម្ពុជារបស់យើងបានបងប្អូនស្ដាប់ពួកវានិយាយទាំងអស់គ្នាសមរភូមិเนิน350เนี่ยเข้าขั้นที่เรียกได้ว่าเป็นสมรภูมินรกเลยនេះគឺគាត់បានបញ្ជាក់ថាសមរភូមិនៅតំបន់ភ្នំ350ប្រាសាទតាក្របីហ្នឹងគឺចូលទៅដល់ចំណុចមួយដែលហៅថាទីតាំងនោះគឺជាសមរភូមិនរកทหารไทยพลีชีพไปแล้วหลายนายด้วยกันแล้วก็ยังไม่สามารถที่จะยึดคืนพื้นที่ตรงจุดนี้ได้เนื่องจากว่าទាហានសៀមបានពលីស្លាប់នៅទីនោះច្រើនហើយប៉ុន្តែនៅតែមិនអាចវាយដណ្ដើមយកពីខាងកម្ពុជារបស់យើងបាននៅឡើយទេគិតមកដល់ថ្ងៃនេះថ្ងៃទីប្រហែលហើយបងប្អូននៃការវាយប្រហារប៉ុន្តែពួកសៀមនៅតែមិនអាចដណ្ដើមដែនដីដែលជាអធិបតេយ្យភាពរបស់កម្ពុជាបានហើយបានហៅទីនោះថាជាសមរភូមិនរកដោយសារតែយោធារបស់ខ្លួនបានស្លាប់ច្រើនជាបន្តបន្ទាប់នៅតំបន់នោះ